សួស្តីបងប្អូនអស់គ្នាតើយើងអានអត្ថបទនេះ父亲是谁តើឪពុកគឺជានរណាគេ父年轻时为你当牛做马老了永远盼你出席盼你好的那个人ចា父亲是谁តើឪពុកគឺជានរណាគេ年轻时ពេលនៅក្មេងវ័យនេះគឺដើម្បីអ្នកតាំងលាវជាប់មកចាតាំងលាវជាប់មកមានន័យថាធ្វើសេះធ្វើគោមានន័យថាធ្វើយកកម្លាំងទៅធ្វើការឲ្យដូចយកលុយមកអញ្ចឹងណាឡៅឡពេលចាស់ហើយយងយែនផាននេះគឺជារៀងរហូតផាននេះសង្ឃឹមថាអ្នកឈូស៊ីនឹងមានកំណើតមានន័យថាមានប្រយោជន៍អញ្ចឹងណាពេលចាស់ហើយតែងតែសង្ឃឹមថាអ្នកនឹងមានកំណើតមានធ្វើការអីប្រកបបានមុខរបរដូចចិត្តអញ្ចឹងណាផាននេះហៅទៅណាក៏រិនផាននេះនឹងសង្ឃឹមថាអ្នកហៅទៅណាក៏រិនជាមនុស្សម្នាក់ដែរសង្ឃឹមថាអ្នកជាមនុស្សល្អចាប៉ាទៅអ៊ីសឹងឆាកជីវិតមួយរបស់ឪពុកសិងកានឈិញយិនទៅស៊ីសឹងជឿជីសិងកានឈិញយិនហ្នឹងគឺស្ម័គ្រចិត្តសុខកាយស៊ីសឹងជឿជីលះបង់ខ្លួនឯងចឹងឆាកជីវិតរបស់ឪពុកគឺលះបង់ខ្លួនឯងដោយសុខចិត្តសុខកាយ就是为了这个家他什么都不怕គឺដើម្បីផ្ទះនេះគ្រួសារនេះគាត់អ្វីក៏មិនខ្លាចសមនឹងអ្វីទៅពូផាក៏មិនខ្លាចថាជួផា这个家是去温暖គឺគាត់ខ្លាចនៅផ្ទះហ្នឹងគឺបាត់បង់នៅភាពកក់ក្ដៅចាវណ្ណហ្នឹងគឺកក់ក្ដៅជួផាគឺខ្លាចចាអូខេចឹងឪពុកមានការលះបង់យ៉ាងខ្លាំងគាត់ខ្លាចផ្ទះហ្នឹងអត់មានភាពកក់ក្ដៅគាត់អត់ខ្លាចថាខ្លួនឯងហ្នឹងទៅជាយ៉ាងណាទេគឺគាត់លះបង់ខ្លួនឯងយ៉ាងខ្លាំងអញ្ចឹងឪពុកគ្រប់រូបសុទ្ធតែមានកូនធ្ងន់ចំពោះយើងទាំងអស់គ្នាចាអរគុណបាយបាយ